បើចុះប្រិមជនឥឡូវពួកក្តាំងកំពុងតែនៅតំបន់ក្តៅគឺច្រកអូស្មាច់ព្រមបន្ទល់វាកម្ពុជាសៀមរជននៅខាងក្រោយនេះប្រហែលជា50ម៉ែត្រតែប៉ុណ្ណោះបាទយើងឃើញថាខាងក្រោយនេះគឺធានសៀមបាទធានសៀមរជនណាជាច្រើនអ្នកនៅទីតាំងនេះប៉ុន្តែយើងអាចប្រឈមអ្នកព័ត៌មានយើងអាចប្រឈមទៅនឹង sniper ស៊ូរបស់ធានសៀមប៉ុន្តែពួកក្តាំងមកដល់ទីតាំងនេះគឺលះបង់ហើយដើម្បីរាយការណ៍ព័ត៌មានពិតអញ្ចឹងច្រកអូស្មាច់ចម្ងាយចេញពីច្រកព្រំដែនកម្ពុជាសៀមនឹងគឺដីល្បាក់300ម៉ែត្រគឺសៀមបានយកបន្លាននោះហើយនឹងបេតុងដាក់បាំងផ្លូវតែម្ដងគឺបិទមិនឲ្យប្រជាពលរដ្ឋចេញចូលទីតាំងនេះអញ្ចឹងនេះជារឿងមួយដែលពួកអាមចង់បានជននៅព្រឹកថ្ងៃទី7ខែមករាឆ្នាំ2025នេះជនយើងមើលទៅណាបាទអញ្ចឹងគឺធានសៀមកំពុងជួយឈរនៅតាំងនេះជនណាបាទអត់បានទេគេលើកសញ្ញាដៃឲ្យបងប្អូនយើងសហការីយើងប្រយ័ត្នតិចលើកសញ្ញាដៃឲ្យយើងអាចប្រឈមទៅនឹង sniper របស់វាបានប៉ុន្តែដូចជាបងប្អូនដែរពួកក្តៅដល់ទីតាំងនេះគឺលះបង់សាច់ស្រស់ជាស្រស់គឺឬក៏លះបង់ដើម្បីរាយការណ៍ព័ត៌មានពិតជូនបងប្អូនប្រជាពលរដ្ឋអញ្ចឹងច្រកអន្តរជាតិអូស្មាច់សុំបីតែច្រកអន្តរជាតិក៏វាយកច្រកអន្តរជាតិដែរអញ្ចឹងមិនថាមិនធម្មតាជាតិសាសន៍មួយនេះគឺជាកម្ពុជាជាតិសាសន៍ដល់ទៀតឱកាសនេះពួកអាមធ្វើការផ្សាយចេញពីក្រុងសំរោងទឹកអូខេបើកាលនេះពួកក្តាំធ្វើការផ្សាយចេញនៅព្រឹកថ្ងៃទី7ខែមករាឆ្នាំ2026ចេញពីច្រកអន្តរជាតិអូស្មាច់ស្ថិតនៅក្នុងសង្កាត់អូស្មាច់ក្រុងសំរោងទឹកដីនៃខេត្តឧត្តរមានជ័យបាទ